បាទមុនដំបូងគឺយើងត្រូវតែចងក្រងឈ្មោះសាសបែបនេះសិនគឺខ្ញុំមានឈ្មោះខ្មែរឈ្មោះអង់គ្លេសបាទភេទជាភាសាខ្មែរហើយនិងភេទជាភាសាអង់គ្លេសបាទនិយាយទៅគឺព័ត៌មានតាក់ទងទៅនឹងសាសទាំងអស់តែម្ដងបាទអញ្ចឹងដើម្បីអាចទៅសេឈ្មោះបែបនេះបានគឺបងប្អូនត្រូវយក shape យកមកគូបាទអញ្ចឹងខ្ញុំឧទាហរណ៍នៅត្រង់ចំណុចនេះឲ្យមើលមួយបាទអញ្ចឹងគឺគូបែបនេះហើយបន្ទាប់មកទៀតគឺបងប្អូនទៅសេឈ្មោះចូលបាទអញ្ចឹងឈ្មោះនេះគឺនៅជាប់សុំនៅជុំវិញអញ្ចឹងបំបត្តិសុំនៅជុំវិញនេះគឺចុចនៅលើនឹង2ដងហើយចុចកន្លែង save fill ហើយយកពាក្យថា no fill ហើយចុចពាក្យថា save outline ហើយយកពាក្យថា no line អញ្ចឹងបន្ទាប់មកគឺយើងបានសុំបែបនេះអញ្ចឹងលោកគ្រូអ្នកគ្រូចង់បន្ថែមតាក់ទងទៅនឹងឈ្មោះថ្នាក់ដឹកនាំឬមួយក៏ហត្ថលេខាអីផ្សេងគឺលោកគ្រូអ្នកគ្រូអាចបំពេញទៅសេតាមនឹងបានណាបាទឧទាហរណ៍បែបនេះរួចហើយគឺយើងចូលទៅ add file របស់យើងអញ្ចឹង add file របស់យើងហ្នឹងគឺ file មួយណាគឺជា file បាទគឺ file មួយនេះបាទដើម្បីទៅ add file នឹងបានគឺចុចយកកន្លែង mailing ហើយយក select នេះហើយយកពាក្យថា exciting list បាទបន្ទាប់មកទៀតគឺយើងចូលមកកាន់ file ដែលយើងបានរក្សាទុក file ដែលយើងធ្វើ certificate គឺត្រូវតែស្ថិតនៅក្នុង folder តែមួយបើសិនជានៅ folder ផ្សេងគ្នាគឺវាអាចនឹង error អញ្ចឹងបន្ទាប់មកគឺខ្ញុំចុចយកព័ត៌មានរបស់សិស្សហ្នឹងបាទបន្ទាប់មកទៀតចុច OK បាទបន្ទាប់មកទៀតគឺចុច OK ទៀតបាទអញ្ចឹងចុចចំណុច preview នេះមកគឺនឹងបង្ហាញឈ្មោះបាទអញ្ចឹងដើម្បីអាចបង្ហាញឈ្មោះបែបនេះបានគឺយើងត្រូវឈរនៅលើឈ្មោះបាទគឺ select បែបនេះមកឬមួយក៏ចុច Ctrl A មកបន្ទាប់មកទៀតគឺចុច merge បាទហើយយកពាក្យថា name ខ្មែរអញ្ចឹងកន្លែងនេះដោយសារតែខ្ញុំ note name ខ្មែរនេះដើម្បីឲ្យស្រួលចាំថាកន្លែងនេះគឺជាឈ្មោះសម្រាប់ជាភាសាខ្មែរបាទអញ្ចឹងបន្ទាប់មកទៀតនៅកន្លែងនេះគឺឈ្មោះជាភាសាអង់គ្លេសអញ្ចឹងគឺ O select បែបនេះមកហើយជ្រើសរើសយកពាក្យថា name English អញ្ចឹងបន្ទាប់ពីយើងបញ្ចូលហើយគឺយើងអាចចុចកន្លែង preview នេះបន្ទាប់មកទៀតគឺយើងអាចចុចមើលម្ដងមួយសន្លឹកថាតើត្រឹមត្រូវអត់បាទឥឡូវនេះគឺខ្ញុំចង់ print 7សន្លឹកនេះចេញមកក្រៅអញ្ចឹងដើម្បីអាច print បានគឺចុចកន្លែង finish merge នេះហើយយកពាក្យថា print document អញ្ចឹងត្រង់កន្លែងនេះយកពាក្យថា from អញ្ចឹងបងប្អូនអាចជ្រើសរើសយកពីទំព័រទី1ដល់ទី7អញ្ចឹងដោយសារតែ certificate យើងគឺមាន7សន្លឹកបាទអញ្ចឹងបន្តមកទៀតគឺចុច OK អញ្ចឹងកន្លែងនេះបើសិនជាបងប្អូន connect ជាមួយនឹងម៉ាស៊ីន print ហើយគឺគ្រាន់តែជ្រើសរើសតាក់ទងទៅនឹង quality មួយចំនួននេះដូចជាប្រភេទกระดาษ landscape បាទហើយមើលនៅកន្លែងនេះគឺជ្រើសរើសយក photo paper class ហើយចុចមើល advanced ទៀតចុចយកពាក្យថា A4 អញ្ចឹងជ្រើសរើសឲ្យបានគ្រប់ទាំងអស់បន្ទាប់មកទៀតគឺចុច print ទៅគឺបានហើយក៏ប៉ុន្តែដោយសារតែខ្ញុំនេះអត់បាន connect ជាមួយនឹងម៉ាស៊ីន print ទេអញ្ចឹង save ទៅជា PDF វិញជ្រើសរើសយកពាក្យថា Microsoft print to PDF បាទអញ្ចឹងចុចបែបនេះមកគឺចុច OK បាទបន្ទាប់មកគឺជ្រើសរើសទីតាំងណាដាក់ឈ្មោះ001បាទចុច save អញ្ចឹងបងប្អូនទាំងអស់គ្នារងចាំបន្តិចទៅអូខេរួចរាល់ហើយអញ្ចឹងយើងចូលទៅមើល file របស់យើងអូខេអញ្ចឹងឥឡូវនេះគឺយើងឃើញហើយបាទអញ្ចឹងតាក់ទងទៅនឹងការធ្វើ certificate នេះបើសិនជាឆ្ងល់នៅត្រង់ចំណុចណាអាច comment នៅខាងក្រោមបានណាបាទសូមអរគុណ